សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងរៀនច្បាប់ចរាចរណ៍ហើយគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់សូមគោរពច្បាប់ចរាចរណ៍កុំខ្លាចកុំគោរពប៉ូលីសចរាចរណ៍សូមខ្លាចច្បាប់ចរាចរណ៍កុំខ្លាចប៉ូលីសចរាចរណ៍ឥឡូវនេះប្រជាពលរដ្ឋរបស់យើងហាក់ដូចជាកំពុងតែខ្លាចប៉ូលីសចរាចរណ៍ជាជាងខ្លាចច្បាប់ទៅវិញអញ្ចឹងកន្លែងខ្លះអត់មានប៉ូលីសចរាចរណ៍គឺគាត់លេងទៅមកសេរីរបស់តាមចិត្តគាត់ចង់ប៉ុន្តែដល់ឃើញប៉ូលីសចរាចរណ៍គាត់ថាខ្លាចប៉ូលីសផាណាអញ្ចឹងគាត់អត់មានខ្លាចច្បាប់ណាប្រសិនបើយើងគោរពច្បាប់យើងអត់មានត្រូវការខ្លាចប៉ូលីសចរាចរណ៍ទេអញ្ចឹងចំណុចនេះសូមឲ្យคล้ายទៅជាវប្បធម៌នៅក្នុងចំណោមប្រជា